គ្រាន់តែឃើញបុកល្ហុងនេះគឺដឹងតែហិលក៏ហើយពោះទៀតហើយមិនដឹងថាម្ទេសប្រមាណគ្រាប់ទេគឺថាចាប់យកតែម្ដងមើលតែត្បាល់ទៅគឺដឹងអីនិយាយទៅគឺថាដាក់អត់មានសំចៃហ្មងអ្នកដែលចូលចិត្តញ៉ាំហិលគឺមកទីនេះត្រូវអីហើយក្រៅពីហ្នឹងគឺគាត់មានលក់ជាប្រភេទបិណ្ឌៅក៏ដូចជាប្រភេទភេសជ្ជៈអីផ្សេងណាសំខាន់រសជាតិអ្នកដែលជាមួយគឺប្រកាសជាដឹងច្បាស់តែម្ដងអញ្ចឹងតើអ្នកណាគេខ្លះដែលជាមួយបិណ្ឌៅជួយខមមិននៅខាងក្រោមវីដេអូនេះម្នាក់មួយផងហើយសម្រាប់ទីតាំងដែល Two Sister ទៅនេះគឺនៅបិណ្ឌៅសាខាចតុមុខដែលស្ថិតនៅលើផ្លូវ208សង្កាត់បឹងរាំងសម្រាប់ព័ត៌មានផ្សេងទៀត Two Sister នឹងដាក់នៅលើ caption ក៏ដូចជាក្នុង comment ហើយការរៀបចំនៅក្នុងហាងរបស់គាត់គឺប្លែកម្យ៉ាងដែរគឺគាត់យកបង្អួចយកមក decor ពុកម៉ែប្អូនហើយទីធ្លាគឺថាធំទូលាយល្អមែនតើហើយសម្រាប់ថ្ងៃនេះផងដែរគឺថា Two Sister ទៅថតជាមួយនឹងបុកល្ហុងរបស់គាត់ដែលមានឈ្មោះថាទៀមបុកល្ហុងហ្នឹងហើយសម្រាប់អ្នកដែលចូលចិត្តញ៉ាំហិលអីគឺមកទីនេះដឹងតែត្រូវហើយម្ទេសដាក់មានសំចៃទេគឺថាដាក់មកពេញចិត្តមកស្រឡាញ់តែម្ដងលក្ខណៈថាគ្រាន់តែឃើញហ្នឹងគឺអូយហិលមែនតើហើយ Twister ចូលចិត្តជាមួយនឹងការចិតល្ហុងរបស់គាត់សម្រាប់តសៃល្ហុងវិញគឺគាត់ចិតប្រទះធំអញ្ចឹងនៅពេលដែលយើងញ៉ាំទៅគឺប៉ះជាមួយនឹងតសៃល្ហុងគឺឆ្ងាញ់មែនតើហើយសម្រាប់គ្រឿងបុកល្ហុងនេះគឺគាត់ប្រើជាមួយនឹងទឹកប្រហុកដែលទឹកប្រហុករបស់គាត់ហ្នឹងគឺថាក្លិនគេឡើងឈ្ងុយតែម្ដងសម្រាប់ Twister គឺកំងយកជាមួយនឹងគ្រឿងសមុទ្រក៏ដូចជាក្តាមប្រៃ Twister ឆ្ងល់ណាគេច្រឡែងញ៉ាំម្ទេសម្ដង50គ្រាប់អីហ្នឹងគេញ៉ាំមិនទៅបើ Twister ម្ទេសប៉ុណ្ណេះចូលខ្ទង់10គ្រាប់ជាងប៉ុន្តែគឺថាឡើងហិលហ្មងហើយត្រូវអ្នកអសូវចេះញ៉ាំហិលទៀតប៉ុន្តែរសជាតិរបស់គាត់គឺឆ្ងាញ់ពុកម៉ែប្អូនហើយពេលដែលទៅហ្នឹងក៏បានកំងជាមួយនឹងតែក្រូចឆ្មាក៏ដូចជាទឹកម្ជូរព្រឹករបស់គាត់ដែរគឺគាត់ធ្វើខ្លួនឯងផ្ទាល់តែម្ដងរសជាតិប្លែកម្យ៉ាងពុកម៉ែប្អូនរសជាតិរបស់គាត់គឺធ្វើមកល្មមតែម្ដងគឺអត់ផ្អែមខ្លាំងទេហើយដោយ Twister បាននិយាយអញ្ចឹងសម្រាប់បុកល្ហុងនៅទីនេះគឺគាត់កំពុងតែមាន promotion ពិសេសក្តៅហុយតែម្ដងសម្រាប់ពុកម៉ែបងប្អូនទិញបុកល្ហុងមួយចាននឹងមានការថែមជូនមួយចានទៀត free តែម្ដងណាគឺថាយើងទិញមួយចានបានដល់ទៅ2ចានហើយមួយទៀតហ្នឹងគឺនៅទីនេះក៏គាត់មានលក់ជាលក្ខណៈជាដែរអញ្ចឹងចង់ទៅជាលក្ខណៈជួបជុំជាមួយនឹងក្រុមការងារក្រុមគ្រួសារឬមួយក៏មិត្តភ័ក្តិអីគឺអាចទៅបានគាត់មានជាលក្ខណៈជាឲ្យយើងអង្គុយនិយាយបានយូរអីអញ្ចឹងណាហើយឥឡូវចូលមកដល់មេនុយពិសេសរបស់យើងវិញម្ដងគឺជាប្រភេទបិណ្ឌៅគឺថាមួយឈុតនេះពុកម៉ែប្អូនគឺមកពេញចិត្តហ្មងមួយឈុតនេះគឺយើងអាចញ៉ាំបានគ្នា3ទៅ4នាក់បើថាញ៉ាំតិចអីបានរហូតដល់ទៅ5នាក់ព្រោះដោយសារមួយឈុតនេះគឺច្រើនមែនតើហើយអ្វីដែល Twister ចូលចិត្តជាងគេនៅទីនេះគឺជាមួយនឹងទឹកកាពិរបស់គាត់ពុកម៉ែប្អូនគឺថាសាច់កាពិឡើងម៉ត់ហ្មងហើយយើងផ្ទាប់ចេះមកដាក់ជ្រលក់ជាមួយនឹងទឹកកាពិគឺថាឆ្ងាញ់មែនតើសម្រាប់បិណ្ឌៅនេះគឺគាត់មានទៅតាមឈុតឲ្យយើងជ្រើសរើសណាគឺមានឈុតធម្មតាឈុតកដាលឈុតធំក៏ដូចជាឈុតពិសេសដែល Twister កំពុងតែជ្រើសរើសហ្នឹងសម្រាប់ទឹកជ្រលក់វិញគឺគាត់មកពីជម្រើសហើយបើថាខាងនេះវិញគឺជាប្រភេទភេសជ្ជៈទឹកម្ជូរព្រឹករបស់គាត់ណាហើយតម្លៃវិញគឺដូចជាមួយកែវហ្នឹងខ្ទង់$1ជាងឯងពុកម៉ែបងប្អូនគឺតម្លៃរបស់គាត់គឺសមរម្យនៅទីនេះហ៎ហើយអញ្ចឹងបងស្រីគ្នាយើងដែលចេះញ៉ាំបែបជាតិចគឺអាចកំងជាមួយនឹងភេសជ្ជៈរបស់គាត់ញ៉ាំបានអញ្ចឹងនៅទីនេះគឺគាត់មានបើកលក់ចាប់ពីម៉ោង10កន្លះរហូតដល់ម៉ោង8កន្លះយប់សម្រាប់ពុកម៉ែបងប្អូនដែលនៅខាងផ្សារកដាខាងផ្សារថ្មីអីចង់ទៅញ៉ាំបិណ្ឌៅគឺអាចទៅញ៉ាំនៅទីតាំងមួយកន្លែងនេះបានហើយសម្រាប់បរិយាកាសហាងវិញគឺធំទូលាយល្អមែនតើអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលកំពុងទៅរកកន្លែងជាបែបជួបជុំពេលល្ងាចកុំភ្លេចទៅទីតាំងមួយកន្លែងនេះបាយ